បាទជំរាបសួរបងប្អូនអរគ្នានេះគឺជាទស្សនភាពនិងទេសភាពនៅខាងទំនប់វារីអគ្គិសនីវហុបំណងដែលមានទីតាំងស្ថិតនៅឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងដែលមានទេសភាពនិងទស្សនភាពស្រស់ស្អាតមែនទែនបងប្អូនហើយយើងអាចមកលេងនៅខាងលើទំនប់នេះបានហើយក៏អាចឆ្លៀតថតរូបលេងបានផងដែរហើយទេសភាពគឺថាស្អាតមែនទែនបងប្អូនហើយខែនេះវិញគឺថាធម្មជាតិគឺថាខៀវស្រងាត់តែម្ដងហើយខាងក្រោមវិញមានទស្សនភាពស្រស់ស្អាតដោយដែលបងប្អូនឃើញនៅក្នុងវីដេអូអញ្ចឹងគឺមានបងប្អូនមកលេងកម្សាន្តច្រើនដោយសារតែពេលល្ងាចអញ្ចឹងហើយបរិយាកាសគឺថាត្រជាក់មែនទែនហើយរដូវនេះគឺជារដូវចិត្តចូលដល់ខែភ្លៀងផងដែរហើយគឺធម្មជាតិគឺថាស្រស់ស្អាតមែនទែនបងប្អូននៅខាងក្រោមវិញមានគេលក់អីញ៉ាំបងប្អូនមានលក់អីញ៉ាំអញ្ចឹងទៅមានអាទេសមានអីគេមកលក់នៅក្រោមហ្នឹងសម្រាប់ឲ្យយើងទិញអីញ៉ាំហើយបើសិនជាយើងអត់ចង់ទិញអីញ៉ាំទេយើងអាចខ្ចប់មកពីផ្ទះដើម្បីញ៉ាំជុំមិត្តភ័ក្តិឬក្រុមគ្រួសារយើងអាចយកកតេលឬក៏យកតង់អីមកក្រាលក៏បានដែរបងប្អូនហើយមនុស្សគឺថាចុះឡើងទៅតែម្ដងហើយនៅខាងលើនេះយើងអាចនាំមិត្តភ័ក្តិសង្សារបងប្អូនឬក៏ក្រុមគ្រួសារអីយើងអាចមកថតរូបលេងបាននៅខាងលើនេះបរិយាកាសស្អាតមែនទែនបងប្អូនថតទៅគឺឃើញ background ស្អាតមែនទែនជាប់ពពកជាប់ភ្នំជាប់បរិយាកាសនៅខាងក្រោមថាស្អាតហើយអំបញ្ញមិញយើងនៅលើទំនប់ឥឡូវយើងបានចុះមកក្រោមម្ដងដើម្បីមើលទេសភាពនិងបរិយាកាសនៅខាងក្រោមម្ដងបងប្អូនហើយខាងមុខខ្ញុំនេះគឺមានភ្នំបងប្អូនគឺជាប់នឹងទឹកតែម្ដងហើយមានបងប្អូនមកលេងកម្សាន្តច្រើនមែនទែនបងប្អូនជាក្រុមមានឡានមានម៉ូតូលក្ខណៈជុំបងប្អូនមិត្តភ័ក្តិគ្រួសារអញ្ចឹងគឺជុំតែម្ដងហើយមានគេលក់អីញ៉ាំនៅកន្លែងហ្នឹងស្រាប់ដោយយើងមិនចាំបាច់ចាំយករបស់ញ៉ាំមកពីផ្ទះយើងទិញនៅខាងកន្លែងគេលក់ហ្នឹងក៏បានដែរបងប្អូនបើសិនជាយើងខ្ជិលយកមកអញ្ចឹងហើយអ្នកខ្លះទៅក៏គាត់មកលេងទឹកអ្នកខ្លះទៅក៏គាត់មកថតរូបលេងអញ្ចឹងទៅគឺថាបរិយាកាសនៅជាប់ទឹកនេះគឺស្អាតមែនទែនមានភ្នំមានអីអញ្ចឹងណាហើយបងប្អូនគាត់មកលេងទីនេះគាត់ដាក់រហស្សនាមឲ្យថាសមុទ្រទឹកសាបហ្នឹងនៅខាងទំនប់វារីអគ្គិសនីវហុបំណងបងប្អូនគឺថាទឹកថ្លាស្អាតមែនទែនហើយឃើញទេសភាពស្រស់ស្អាតមែនទែនហើយបងប្អូនយើងក៏មានការមកលេងច្រើនដែរយើងមើលតែវីដេអូនេះទៅឃើញស្រាប់ហើយអញ្ចឹងបងប្អូនអាចមានបំណងមកលេងនៅខាងទំនប់វារីអគ្គិសនីនៅខាងឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងដែលយើងអាចធ្វើដំណើរពីក្រុងបាត់ដំបងមកដល់នេះគឺចម្ងាយជា51គីឡូ52គីឡូទេបងប្អូនយើងអាចធ្វើដំណើរមកដល់នៅខាងទំនប់វារីអគ្គិសនីនេះបានហើយបរិយាកាសវិញគឺថាអែមែនទែនអញ្ចឹងបើបងប្អូនទស្សនាវីដេអូនេះហើយមានចំណាប់អារម្មណ៍អាចនាំមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារមកលេងបាននៅខាងទំនប់វារីអគ្គិសនីខាងឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងគឺថាទស្សនភាពនិងទេសភាពគឺស្រស់ស្អាតមែនទែនមកចំថ្ងៃភ្លៀងទៀតថ្ងៃដែលថតវីដេអូនេះបងប្អូនមើលតែមេឃទៅដាបហ្មងបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ